ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាវិលមកជួបខ្ញុំបាទសុខឹមរួមជាមួយនឹងសាច់រឿងរបស់អ៊ំលុនអ៊ំខួននិងអ៊ំបឿនឲ្យបងប្អូនបានស្ដាប់បន្តទៀតហើយចង់ដឹងថាតើសាច់រឿងរបស់គាត់ទៅជាយ៉ាងណានោះសូមបងប្អូនរីករាយសម្រាប់ទាំងអស់គ្នាដោយវគ្គនេះគឺយើងនិយាយតកាលពីវគ្គមុនដែលគាត់មិនទាន់បានឡើងទៅលើភ្នំឧដុង្គនោះទេចង់ដឹងថារឿងរ៉ាវរបស់គាត់ទៅជាយ៉ាងណានោះសូមបងប្អូនរីករាយសម្រាប់ទាំងអស់គ្នាបាទបន្ទាប់ពីមួយយប់កន្លងផុតទៅដែលពួកគាត់ទាំង3នាក់បានទៅមើលល្ខោនជាមួយនឹងអ៊ំរបស់អ៊ំបឿននោះពេលព្រឹកក៏បានចូលមកដល់ដោយបានដឹងស្រាប់ហើយថាពួកគាត់ទាំង3នាក់មិនទាន់វិលត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញនោះទេដោយគាត់បាននិយាយប្រាប់ទៅកាន់អ៊ំរបស់អ៊ំបឿនដែរថាគាត់នឹងសុំគាត់ឡើងទៅលើភ្នំឧដុង្គនៅថ្ងៃនេះហើយបន្ទាប់ពីគាត់បរិភោគអាហារពេលព្រឹករួចគាត់ពេលនោះក៏បានដើរទៅនិយាយជាមួយនឹងអ៊ំរបស់គាត់តែម្ដងចំណែកឯនៃឌឿនគេក៏បានឡើងទៅលើកំពូលភ្នំឧដុង្គនោះជាមួយនឹងពួកគាត់ទាំង3នាក់ដូចគ្នាដែរពេលដែលគាត់ទាំង4នាក់ដើរទៅលើកំពូលភ្នំឧដុង្គនោះគាត់មិនបានបរទេះគោទៅនោះទេគឺដើរដោយថ្មើរជើងតែម្ដងឲ្យសារតែភូមិរបស់ម្ដាយនេះឌឿនវាមិនឆ្ងាយពីភ្នំឧដុង្គនោះប៉ុន្មានទេគាត់ថាដើរតែម្នាក់មួយហត់គឺទៅដល់ទីនោះហើយបើសិនជាគាត់បរទេះគោទៅក៏មិនដឹងថាទុកនៅទីណាដែរដោយនេះមានតែនាំគ្នាដើរទៅណាមួយក៏ចង់មើលទស្សនវិជ្ជាបងប្អូនអ្នកភូមិដែលនៅក្បែរនោះផងនៅតាមផ្លូវអ៊ំខួនតែងតែសួរទៅកាន់អ៊ំបឿនរហូតថាយ៉ាងម៉េចហើយស្នេហាថ្មោងថ្មីរបស់ឯងអញឃើញយប់មិញឯងមមាញឹកខ្លាំងណាស់មើលទៅតើគេចាប់អារម្មណ៍មើលលើឯងដែរឬទេអ៊ំបឿនពេលនោះបំរុងតែនឹងឆ្លើយតបទៅកាន់អ៊ំខួនទៅហើយស្រាប់តែអ៊ំលួនគាត់ឆ្លើយកាត់តែម្ដងគាត់និយាយថាចុះឯងឲ្យវាបានភ្លាមយ៉ាងម៉េចបើវាទើបតែញ៉ែហ្នឹងស្រួលមិនស្រួលវាមិនទាន់នឹងស្គាល់ផ្ទះគេផងបន្ទាប់មកគាត់ក៏បានសួរទៅកាន់អ៊ំបឿនថាអាបឿននិយាយអញ្ចឹងតើឯងស្គាល់ផ្ទះគេហើយឬនៅអញឃើញឯងនិយាយជាមួយគេតែរហូតអញគ្រាន់តែចង់ដាស់តឿនឯងទេបើស្គាល់មិនស្គាល់អីឯងឆាប់សួរគេឲ្យហើយទៅព្រោះស្អែកយើងត្រូវត្រឡប់ទៅផ្ទះវិញហើយប្រយ័ត្នអត់ស្គាល់ផ្ទះគេវើយអ៊ំបឿនពេលនោះក៏បានឆ្លើយតបមកកាន់គាត់ទាំងពីរនាក់វិញថាយាននេះវាគិតថាអញដំឡូងមូលហើយតើនេះអញមិនបានទៅដល់ផ្ទះគេនោះទេប៉ុន្តែអញក៏បានសួរទៅកាន់គេដែរថាតើផ្ទះគេនៅតំបន់ណាអញ្ចឹងទៅគេក៏បានឆ្លើយប្រាប់អញថានៅជំនាខាងនោះគ្រាន់តែដើរទៅឃើញផ្ទះណាដែលមានកូនខ្ទមមួយនៅឯខាងមុខនោះគឺជាផ្ទះរបស់គេហើយជាពិសេសមានដើមក្រសាំងនៅចំពីមុខផ្ទះរបស់គេមួយដើមទៀតផងគេបានប្រាប់អញរបៀបនេះអ៊ំខួនពេលនោះគ្រាន់តែឮបែបនេះក៏បាននិយាយថាអញស្មានតែវាដំឡូងមូលតែក៏ពិតអានេះវាចេះញ៉ែស្រីដែរតើវើយអញថាអានឹងប្រហែលជាវាឈប់ស្រឡាញ់ព្រាយនៅក្នុងព្រៃទៀតហើយមើលទៅបានជាវាងាកមកចាប់អារម្មណ៍នារីដែលនៅក្នុងភូមិវិញបន្ទាប់មកគាត់ទាំង3នាក់ពេលនោះក៏នាំគ្នាសើចឡើងកិលអត់តែអ៊ំបឿននោះទេធ្វើមុខឡើងស្អុយប៉ែលុះគាត់ដើរចុះដើរឡើងក៏បានធ្វើដំណើរទៅដល់ជើងភ្នំឧដុង្គបន្ទាប់មកគាត់ទាំង4នាក់ក៏នាំគ្នាឡើងទៅលើភ្នំនោះតែម្ដងដោយអ្នកនាំផ្លូវគឺជានីឌឿននោះឯងដែលគេស្គាល់ផ្លូវឡើងទៅលើភ្នំនោះនៅពេលដែលឡើងទៅតាមផ្លូវបណ្ដាលនីឌឿនតែងតែនិយាយប្រាប់ទៅកាន់គាត់ទាំង3នាក់ថានេះគឺជារូបសំណាក់អ្វីនេះគឺជារូបសំណាក់នេះរូបសំណាក់នោះអញ្ចឹងទៅនិយាយទៅទម្រាំតែទៅដល់កំពូលភ្នំគឺជួបជាមួយនឹងចាយដីរួមជាមួយនឹងរូបសំណាក់ជាច្រើនខ្លាំងណាស់ហើយនីឌឿនគេតែងតែនិយាយប្រាប់ទៅកាន់ពួកគាត់ទាំង3នាក់ម្ដងមួយលុះត្រាតែអស់ចាយដីដែលនៅលើកំពូលភ្នំនោះបន្ទាប់មកអ៊ំបឿនក៏បានសួរទៅកាន់នីឌឿននោះថាចុះរោងភ្នំដែលគេល្បីថាគឺជារោងភ្នំរបស់ស្ដេចនាគដែលត្រូវគេសង្កត់នៅពីលើនោះតើនៅទីណានីឌឿនពេលនោះក៏បានចង្អុលចុះមកខាងក្រោមវិញ
រួចគេក៏បាននិយាយថាគឺនៅទីនោះបងព្រោះអីអំឡុងពេលនោះគឺគាត់បានឡើងទៅដល់លើកំពូលភ្នំទៅហើយដូចនេះគឺគាត់ត្រូវចុះមកវិញសិននៅពេលដែលចុះមកតាមផ្លូវគាត់តែងតែនិយាយគ្នារហូតគាត់បាននិយាយថាទីនេះគឺជាទឹកដីដ៏ឧត្តមឧត្តមពិតប្រាកដមែនសមជាទឹកដីដែលសម្បូរទៅដោយរឿងស័ក្តិសិទ្ធិនិងអាថ៌កំបាំងជាច្រើនដែលយើងមិនអាចដឹងបាននៅតាមផ្លូវដែលពួកគាត់កំពុងតែដើរចុះមកវិញនោះអ៊ំលុននិងអ៊ំខួនក៏បាននិយាយថាទីនេះគឺជាទីតាំងស័ក្តិសិទ្ធិនិងពូកែខ្លាំងណាស់យើងមិនអាចនិយាយអ្វីឲ្យខុសមាត់ខុសកបាននោះទេនៅពេលដែលគាត់ដើរបណ្ដើរគាត់តែងតែគោរពបូជាទៅកាន់រូបសំណាកនោះបណ្ដើរនៅពេលដែលគាត់ដើរចុះដល់ឡើងក៏បានមកដល់ទីតាំងមួយនោះគឺជាទីតាំងរបស់ព្រះគោនិងព្រះកែវនៅពេលដែលគាត់មកដល់ទីតាំងនោះគាត់ក៏បានចូលទៅអុជធូបនិងនិយាយបន់ស្រន់ជាច្រើននៅក្នុងនោះនៅពេលដែលចូលទៅដល់កន្លែងរបស់ព្រះគោអ៊ំខួនអ៊ំលុននិងអ៊ំបឿនពេលនោះគាត់ក៏បានអុជធូបជាធម្មតាស្រាប់តែពេលនោះអ៊ំខួនលន់មាត់និយាយមកតែម្ដងគាត់បានខ្សឹបតិចទៅកាន់អ៊ំលុនថាអាលុនហើយមានឃើញអ្វីចម្លែកនៅចំពីមុខយើងដែរឬទេអ៊ំលុនពេលនោះគាត់ក៏បានងាកងើយមើលទៅខាងលើនៅពេលដែលគាត់ងើយទៅគាត់ស្រាប់តែលិតជង្គង់សំពះឡើងដល់ដីតែម្ដងចំណែកឯអ្នកគ្រប់គ្នាក៏ដូចគ្នាដោយធ្វើតាមអ៊ំលុនអ៊ំខួនពេលនោះគេមិនបានឃើញអ្វីនោះទេគឺឃើញតែអ៊ំលុននិងអ៊ំខួនតែប៉ុណ្ណោះសូម្បីតែអ៊ំបឿនក៏គាត់មិនដឹងអីដែរនៅពេលនោះអ៊ំលុននិងអ៊ំខួនក៏បាននិយាយមាត់មួយមាត់ពីរថាកូនចៅគឺទើបតែមកដល់ភ្នំនេះលើកដំបូងនោះទេកូនចៅពិតជាមានឧបនិស្ស័យនិងគោរពស្រឡាញ់ទៅកាន់ភ្នំនេះជាខ្លាំងបើសិនជាមានឧបនិស្ស័យកូនចៅនឹងមកភ្នំនេះលេងជាញឹកញាប់ដើម្បីបំពេញកុសលនៅលើភ្នំនេះចំណែកឯអ្នកទាំងពីរនាក់នោះបានត្រឹមតែធ្វើមុខឆ្ងល់តែប៉ុណ្ណោះដោយមិនដឹងរឿងរបស់គាត់ទាំងពីរនាក់នោះទេមុនពេលដែលគាត់ដើរចេញពីរូបសំណាករបស់ព្រះគោនោះគាត់ក៏បានលុតជង្គង់3ដងនិងសំពះរួចនិយាយថាសូមលោកជួយថែរក្សានគរខ្មែរយើងផងកូនចៅពិតជាមានក្តីរំភើបខ្លាំងណាស់ដែលព្រះអង្គបានបង្ហាញរូបរាងកាយឲ្យកូនចៅបានឃើញអំឡុងពេលនោះនីឌឿននិងអ៊ំបឿនស្រាប់តែបើកភ្នែកធំនិងសម្លឹងទៅកាន់ពួកគាត់ទាំងពីរនាក់នោះតែម្ដងរួចក៏បាននិយាយខ្សឹបសួរទៅកាន់គាត់ទាំងពីរនាក់នោះថាហេឯងបានឃើញអីមែនឯងជួយប្រាប់អញតិចមើលអ៊ំលុននិងអ៊ំខួនពេលនោះគាត់មិនបានលាក់នោះទេគាត់និយាយប្រាប់ត្រង់តែម្ដងគាត់បាននិយាយថាគឺអញបានឃើញមែនគឺឃើញរូបព្រះគោនិងព្រះកែវកំពុងតែឈរនៅចំពីមុខរបស់យើងតែម្ដងលោកបានហោះសំកាំងនៅឯលើក្បាលរបស់យើងឯណោះឯងទាំងពីរនេះមិនបានឃើញនោះទេអញបានឃើញរូបព្រះអង្គឡើងច្បាស់ក្រឡែតពន្លឺឡើងបែកចេញជាពណ៌មាសស្អាតណាស់វើយអញមិននឹកស្មានថាអញមាននិស្ស័យបានឃើញរូបលោកបែបនេះសោះចំណែកឯអ៊ំលុនពេលនោះក៏បាននិយាយដែរថាអាខួនវានិយាយត្រូវអញដំបងអញមិនសឹងតែមិនជឿទេស្រាប់តែងាកទៅស្រាប់តែឃើញរូបព្រះអង្គពិតប្រាកដមែនអ៊ំបឿនពេលនោះគ្រាន់តែឮបែបនេះស្រាប់តែគាត់ឈប់ងក់មួយកន្លែងសិនរួចក៏បានរត់ទៅទីតាំងកន្លែងព្រះគោនោះម្ដងទៀតនៅពេលដែលគាត់រត់ចូលទៅដល់ក្នុងទីតាំងនោះគាត់ទាំង3នាក់នេះវិញបានត្រឹមតែធ្វើមុខឆ្ងល់តែប៉ុណ្ណោះគាត់ឆ្ងល់ថាចុះហេតុអ្វីបានជាអ៊ំបឿនគាត់រត់ទៅទីតាំងនោះម្ដងទៀតនៅពេលដែលគាត់ទាំង3នាក់បំរុងតែនឹងដើរទៅសួរនាំទៅហើយស្រាប់តែក្រឡេកឃើញអ៊ំបឿនគាត់ដើរចេញមកវិញទាំងទឹកមុខញញឹមញញែមថែមទាំងរីករាយសប្បាយក្នុងចិត្តទៀតផងគ្រាន់តែគាត់ដើរមកដល់អ៊ំខួនពេលនោះក៏បាននិយាយថាអានឹងអញសង្ស័យតែឮសម្ដីអញនិយាយអំបញ្ញមិញវារត់ទៅបន់ព្រះអង្គហើយក៏អាចថាបាននាយឌឿនពេលនោះក៏បាននិយាយបន្តបន្ថែមថាត្រូវហើយបងអានឹងសង្ស័យតែវារត់ទៅបន់មែនហើយចំណែកឯអ៊ំបឿនវិញអ៊ំបឿនមិនបានមាត់កនោះទេក៏បាននាំគ្នាដើរទៅមុខបន្តទៀតអ៊ំខួនពេលនោះក៏បានសួរទៅកាន់អ៊ំបឿនថា
bà ấy này dây prap anh tròn tới việc thấy hãy rút tự bon mến ông bươn pê nú con này dây tại một đòn có thà anh bon nâng hỏi bà ấy này dây thải khơi luộc sro bạc ní anh có xạ bon luộc tại một đòn từ rồi thà luộc xạ sật khăn ná ông khuôn pê nú con tại lư bạc ní có ban đào từ một sần rút này dây thà ấy lấy anh xạ tia ấy lơ mờ anh thà hãyประกอบchia bón rương này ri mà nè đài chỉ nè lụ cầm pin thằng nào nô hái mờ từ lôn nâng này đường pe nút có bàn soi tịt rút này dây thà từ rương nâng hài cho hãy chăm bạch từ vì và hà vì thế ấy nâng vì miền snai hà thmong mấyประกอบchia thừa bài này hài bà bưng tay lừa xâm đầy đã bỏ về nhai kế anh kết thà bị bạn nào mờ từ rồi hai chỉ vì bưng tay lừa plei nông khla hái từ bànบรรตัวปีบองอับแต่การอมเบือนลางจัดได้แบบนี้อมเบือนปีนุกรมันบานหมดกอนุเตโดยสาแต่ดังปีอัตจัดระบำมัดเพหายทาคือโจจัดเลงตายแบบนี้รูการเลงสอยระบอกกอดแบบนี้ให้ตืบนอมเอามัดเพียวระบอกกอดอยู่องไวนังสลังเนียจิวเจริญแบบนี้รูกอดมันแมนใจแต่บองอับเนียนุเตคือบองอับกรอนตายจากการเลงสอยเอาสบายจมูกนักเนียแต่ปนบนตัวมกกดกบานเฟือดำนาตัวดอลตีตางมวยได้เชียตีตางรูมพนมได้เกบานสร้างสองเปรียสองกอดไปเลือนุนเปียได้โจตัวดอลขนงเปรียวิเฮียนุกบานนวมคณีอดถูกหนึ่งสมเปียบอลสรอนจิตวมดาอมลงเปนุมันเนะคือปัจจิเพยแมนแตนดอยซาตายอมเบือนสลับแต่กอดกำปงตายอดถูกบอลสกนุกดสลับตายสนหลบสะดุกเนื้อตีตังโนแตมาดองมันเนี่ยคือเพยคลังนะมันดังทาอมเบือนกดเมียนปัญหาไวโนเตอมคูนนึงอมลุนเปนุกดเพยลางยอได้แต่มาดองดอยซาตายคลายมัดเพระบอกกดเมียนปัญหาขมหมดคอกอจมวยหนึ่งเนี่ยเนื้อตีนี้หรือก็ยังไม่กดแตงใบเนี่ยเปนุคือปัจจิเพยหนึ่งหยวบใดหยวบเชิงคลังนะเนี่ยคลากบานรถเตอบบอลมาดองตีดไอเนคลาติสก็องกอยรึตรุงแต่การอมเบือนจิตธรรมดาโดยสังเกตทักกอดดังคลวนหมกวิงปนตายกอดมันบานดังคลวนหมกวิงสอระยะเปปหาเชียกันละมองแต่หายตัวใบเชียอมลุนอมคูนกอดรถตึบบอลอย่างน้ากอดมันดังคลวนได้สมใบแต่กอดรถตะการกันลายเปรโกนี่ยัยจมวยหนึ่งเปรโกหายก็อมเบือนกอดมันตอนดังคลวนหมกวิงเตียดอมลุนหนึ่งอมคูนปีนึกกอดมือหมกเนียรู้กุนวมคณีองกุยสมาธิมือปีปัญหาได้นวมเอาอมเบื้อนกอดดูสำหรับแบบนี้ลูกประหายเชียคนละมองกระไรมกกอดแต่ปีเนี้ยก็บานบาลพเนจมุกเวนแต่มาดองบนตัวมกอมล้นก็บานในเยเดธามันไอเต้คือเวียกรอนตายเมียนปัญหาบันติบนตัวแต่ปนอจำนายไออมคุ้นก็บานในเยดุยคณีไอยาอันนี้มันนึกสมานแต่เวียมีนุปานิไซเนื้อพนมนิดอลมาลังตัวแต่ซ้อในเดือนเปนุในเดือนปัจจิชงอลแมนแตนเกกำปงตายเพยจมวยนังบองปอนบอกเกพ้องหายนามวยเกกำปงตายบรอมจิคลังรูหายเอาไว้บานจีอมเบือนกวดสลบบัดหมดบัดกอแบบนี้ตอนตายเนเปได้ลือสมใดระบอมล้นนังอมควรกอในใยแบบนี้เต๋อเปนุในเดือนก็บานทูตรงหมู่วิงรู้ก็บานสัวแต่การอมล้นนังอมควรทายางไม่ใช่บองมูลหายเอาไว้บานเจียบเบื้อนเวียสนหลับแบบนี้อมลนนังอมคูนเปนุกอดโกยยำรุ่ยในใยทามันไอเต้บนติดติดเวียนังดังคลวนหมกเวงหายลูกตากรวนตายจองจูบเวียมือเพลตายปนกอดในใยบานตายประหายมวยสันตุอมเบือนเปนุก็บานดังคลวนหมกปิดประกอบแมนเนเปได้ดังคลวนหมกกอในใยจมวยดังปูกอเตียงใบเนี้ยโดยธรรมดาโดยออดสันลอบอันจังเปนุเบือนบานในใยทาอันจังตายืงกูนวมคณีเตนาบอลตอเตียดจำนายอายกอดเตียงใบเนี้ยวิ้งคือบานเตรียมตายองกุยมือมกอดพลือแต่ปนอจีพิเศษในเดือนเกกำปงตายเพยมันตอนเตียงบัดหยอดได้พองอมเบือนเปนุก็สัวทาจอดเดือนไอมีเรื่องเอาไว้บานเจียเพยแบบนี้มือแต่อันเตงอบเปนุในเดือนก่อนในใยทามันลอยอันเพยมัดบายสันลอบลางจองมวยมองแต่หาย
អំបឿនពេលនោះគ្រាន់តែឮបែបនេះក៏ភ្ញាក់ខ្លួនឡើងព្រឺតក៏ថាចំអញសន្លប់ពេលណាអញគ្រាន់តែដើរទៅនិយាយជាមួយនឹងលោកតាតែមួយផ្លែតែប៉ុណ្ណោះមិនដេចបានជាឯងថាអញសន្លប់បែបនេះអញឃើញឯងកំពុងតែអង្គុយលេងធម្មតាតើឯងថែមទាំងឃើញអញកំពុងតែនិយាយជាមួយនឹងលោកតាទៀតផងនាយឌឿនពេលនោះបំរុងតែប្រាប់រឿងរ៉ាវដែលអំបឿនសន្លប់ទៅហើយស្រាប់តែអ៊ំខួននិយាយថាมันបាច់ទេវាមិនដឹងខ្យល់អីឡើយបន្ទាប់មកគាត់ទាំងពីរនាក់ក៏បានសួរទៅកាន់អំបឿនថាអើនិយាយអញ្ចឹងអាបឿនឯងទៅនិយាយជាមួយនឹងលោកតាតើលោកតានិយាយជាមួយនឹងឯងអ្វីខ្លះអំបឿនពេលនោះក៏បានប្រាប់មកកាន់គាត់ទាំង3នាក់នោះវិញថាអញពេលនោះកំពុងតែអង្គុយលេងជាមួយនឹងឯងសុកស្រាប់តែក្រឡេកទៅឃើញលោកតាម្នាក់ដែលកំពុងតែអង្គុយនៅក្រោមដើមអំពិលនោះអញក៏បានដើរទៅសួរគាត់ដើម្បីចង់ដឹងពីរឿងរ៉ាវនៅលើភ្នំនេះពេលនោះគាត់ក៏បាននិយាយប្រាប់អញច្រើនខ្លាំងណាស់គាត់ប្រាប់អញថាចៅទាំង4នាក់គឺពិតជាមានឧបនិស្ស័យជាមួយនឹងទីនេះពិតមែនគាត់និយាយតែប៉ុណ្នេះប៉ុណ្ណោះបន្ទាប់មកអញក៏សួរគាត់ទៀតថាតើឧបនិស្ស័យនឹងយ៉ាងម៉េចទៅលោកតាខ្ញុំពិតជាឆ្ងល់មែនតែនតើរឿងរ៉ាវនៅក្នុងភ្នំនេះវាមានរឿងរ៉ាវអ្វីខ្លះដោយសារពួកខ្ញុំទើបតែមកលេងទីនេះដំបូងនោះទេហើយឮតែគេនិយាយតែប៉ុណ្ណោះមិនដឹងពីរឿងរ៉ាវនៅក្នុងភ្នំនេះឡើយលោកតាពេលនោះគាត់មើលមុខអញបន្តិចរួចក៏ញញឹមនិងបាននិយាយថាចៅគឺបានបន់ស្រន់ទៅកាន់លោកតាអំបញ្ញមិញសូមយកប្រពន្ធនៅក្នុងតំបន់នេះតើមែនដែរឬទេចៅអញពេលនោះរៀងភ័យនិងអៀនជាមួយនឹងគាត់ផងដែរមិននឹកស្មានថាហេតុអ្វីបានជាគាត់ដឹងរឿងរ៉ាវអញបន់ស្រន់បែបនេះអញក៏ចាក់បណ្ដោយជាមួយគាត់តែម្ដងទៅអញនិយាយជាមួយនឹងគាត់ថាបានលោកតាខ្ញុំគឺពិតជាបានបន់ស្រន់នៅកន្លែងរបស់ព្រះគោពិតប្រាកដមែនដោយសារតែឮមិត្តភក្តិរបស់ខ្ញុំបានក្រឡេកទៅឃើញព្រះអង្គគោនិងព្រះអង្គកែវដូចនេះខ្ញុំគិតថាស័ក្តិសិទ្ធិទើបទៅបន់បែបនេះតែម្ដងទៅលោកតាចុះហេតុអ្វីបានជាលោកតាដឹងបែបនេះលោកតានៅក្បែរនោះមែនពេលនោះលោកតាក៏បាននិយាយដែរថាត្រូវហើយតាគឺបានអង្គុយនៅក្បែរនោះថែមទាំងឃើញចៅកំពុងតែបន់ស្រន់ទៀតផងមិនអីទេសូមឲ្យបំណងប្រាថ្នារបស់ចៅបានសម្រេចទៅចុះគាត់និយាយបានតែប៉ុណ្នេះគាត់ក៏បានសួរមកកាន់អញថាតើចៅចង់ឃើញរបស់ប្លែកនៅលើភ្នំនេះដែរឬទេបើសិនជាចង់ឃើញចាំតានាំចៅដើរមើលជុំវិញភ្នំនេះម្ដងអញពេលនោះគ្រាន់តែឮបែបនេះក៏ឆ្លើយទៅកាន់គាត់យ៉ាងលឿនតែម្ដងថាបាទតាខ្ញុំចង់ឃើញតាចង់ឃើញដោយសារតែខ្ញុំទើបតែមកលេងភ្នំនេះលើកដំបូងទេខ្ញុំចង់ដើរមើលជុំវិញនេះខ្លាំងណាស់តាតើមានរបស់អ្វីប្លែកសម្រាប់ឲ្យយើងមើលខ្លះទៅតាលោកតាពេលនោះគាត់ក៏បានដឹកដៃអញឲ្យដើរតាមក្រោយគាត់តែម្ដងអញពេលនោះគឺដើរតាមក្រោយគាត់ធម្មតានោះទេដោយមើលទៅជុំវិញខ្លួនគឺឃើញតែព្រៃព្រឹក្សាយើងធម្មតាអញ្ចឹងអញដើរផុតពីពួកឯងប្រហែលជាមួយសន្ទុះសោះស្រាប់តែបាត់វត្តមានរបស់ពួកឯងអស់រលីងនៅពេលដែលអញក្រឡេកមកវិញមិនដឹងថានៅទីណាទេវើយវាងងឹតឡើងឆ្លប់តែម្ដងអញពេលនោះក៏បានសួរទៅកាន់លោកតាថាបាទលោកតាតើទីនេះគឺជាកន្លែងណាទៅខ្ញុំដូចជាមិនដែរឃើញតតែសោះលោកតាពេលនោះគាត់ក៏បានប្រាប់មកកាន់អញថាទីនេះគឺជាលអាងស្ដេចនាគណាចៅតើចៅចង់ឃើញស្ដេចនាគដែរឬទេអញគ្រាន់តែឮបែបនេះអញអរខ្លាំងណាស់អញក៏បានប្រាប់ទៅកាន់លោកតាថាបាទលោកតាខ្ញុំចង់ឃើញខ្ញុំនឹងទៅហៅមិត្តភ័ក្តិរបស់ខ្ញុំឲ្យមកមើលជាមួយគ្នាដែរប៉ុន្តែពេលនោះលោកតាបានចាប់ដៃអញជាប់គាត់មិនឲ្យអញទៅហៅនោះទេរួចគាត់និយាយប្រាប់មកកាន់អញថាមិនចាំបាច់ទេចៅពួកគេកំពុងតែរវល់ដើរមើលនេះមើលនោះឯណោះបើសិនជាចៅទៅហៅគឺនាំតែវែងឆ្ងាយនោះទេអញនឹកឃើញថាពួកឯងប្រហែលជាដើរទៅឆ្ងាយហើយទើបអញអត់បានមកហៅឯងតែម្ដងទៅនៅពេលដែលអញក្រឡេកទៅស្រាប់តែឃើញដួងកែវមួយអើយមានពន្លឺចេញឆោពណ៌មាសតែម្ដងគឺស្អាតខ្លាំងណាស់ទំហំរបស់វាឡើងមូលដូចជាបាល់អញ្ចឹងបញ្ចេញពន្លឺព
ពណ៌បៃតងលាយជាមួយនឹងពណ៌មាសអញថាស្អាតណាស់អើយអញពេលនោះបំរុងតែសុំលោកតាទៅប៉ះវាទៅហើយប៉ុន្តែលោកតាហាមិនអោយទៅប៉ះនោះទេអញបានត្រឹមតែដើរជុំវិញពីចម្ងាយតែប៉ុណ្ណោះមិនហ៊ានទៅក្បែរវាឡើយព្រោះនៅជុំវិញនោះគឺសិតតែជាទឹកជ្រោះមិនដឹងថាហូរមកពីណាគឺនៅព័ទ្ធជុំវិញដួងកែវដែលសែនស្រស់ស្អាតនោះតែម្ដងអញពេលនោះគឺសប្បាយចិត្តខ្លាំងណាស់មិនដែលឃើញទាល់តែសោះបន្ទាប់មកអញក៏បានសួរទៅកាន់លោកតាថាចុះដួងកែវមួយនេះតើគេយកមកពីប្រទេសណាទៅលោកតាម្ដេចបានជាគេមកដង្កល់នៅក្រោមនេះហើយអត់មានមនុស្សណាចូលមកបែបនេះឬមកពីគេហាមឃាត់លោកតាអញពេលនោះអញសួរគាត់បែបនេះគឺដោយសារតែឃើញនៅជុំវិញគឺអត់មានមនុស្សទាល់តែសោះជុំវិញឡើងងងឹតឆ្លប់ជាពិសេសសូម្បីតែច្រកចូលក៏មិនមានទៀតផងអញឆ្ងល់ដែរថាហេតុអីបានជាអញអាចចូលមកជាមួយគាត់បានបែបនេះលោកតាពេលនោះក៏បានឆ្លើយប្រាប់មកកាន់អញថាគឺមិនអាចចេះតែចូលផ្ដេសផ្ដាស់ឡើយចៅក៏តែមាននិស្ស័យទើបអាចចូលមកទីនេះបានអញឮបែបនេះអញក៏ឆ្ងល់ដែរប្រហែលជាអញមាននិស្ស័យហើយមើលទៅទើបលោកតានាំអញឲ្យមកឃើញដួងកែវដ៏សែនស្រស់ស្អាតបែបនេះអញឃើញហើយគឺស្អាតខ្លាំងណាស់វើយពណ៌ឡើងបៃតងខ្ចីចាំងចេញជាពន្លឺពណ៌មាសតែម្ដងដំបងអញស្មានតែជាដុំមាសតើទើបលោកតាប្រាប់ថានេះមិនមែនជាដុំមាសនោះទេវាគឺជាដួងកែវនាគរាជអញឮបែបនេះអញមិននឹកស្មានថានៅលើโลกនេះពិតជាមានដួងកែវនាគរាជតតែសោះពេលនោះស្រាប់តែលោកតាសួរមកកាន់អញថាតើចៅចង់ឃើញរបស់អ្វីចម្លែកបន្តទៀតនោះទេអញពេលនោះមិនទាន់បានទាំងឆ្លើយតបជាមួយនឹងគាត់ផងស្រាប់តែគាត់ដើរមកចាប់ដៃអញមួយរំពេចគ្រាន់តែលោកតាចាប់ដៃអញភ្លាមអញស្រាប់តែលែងឃើញអ្វីទាំងអស់គឺងងឹតឆ្លុកតែម្ដងមើលអ្វីក៏មិនឃើញដែរសូម្បីតែពន្លឺដួងកែវដែលអញបានឃើញអំបញ្ញមិញក៏បាត់សូន្យឈឹងតែម្ដងលុះមួយសន្ទុះក្រោយមកស្រាប់តែមកដល់ទីតាំងចាយដីមួយនៅពេលដែលអញសម្លឹងមើលទៅចាយដីនោះមានរូបរាងសន្តានស្អាតខ្លាំងណាស់នៅខាងក្នុងថែមទាំងមានចាំងនៅពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតទៀតផងអញពេលនោះក៏បានសួរទៅកាន់លោកតាថាបានលោកតាតើនេះគឺជាចាយដីអ្វីទៅម្ដេចបានជាស្រស់ស្អាតយ៉ាងនេះលោកតាក៏បានឆ្លើយតបមកកាន់អញថានេះគឺជាចាយដីរបស់ព្រះបាទចន្ទរាជាហើយណាចៅព្រះអង្គគឺជាស្ដេចដែលកាន់ទៅដោយទស្សពិរិយធម៌សូមចៅចូលទៅគោរពបូជាសិនទៅណាចៅអញគ្រាន់តែឮលោកតានិយាយបែបនេះអញក៏លុតជង្គង់សំពះលោកតែម្ដងអញកំពុងតែចង់ឃើញចាយដីលោកផងឥឡូវស្រាប់តែបានមកឃើញបែបនេះប៉ុន្តែអញឆ្ងល់ខ្លាំងណាស់មិនដេចបានជាមានពន្លឺពណ៌មាសចេញពីខាងក្នុងនោះអញ្ចឹងអញក៏បានសួរទៅកាន់លោកតាដែរថាតើចៅអាចចូលមើលបានដែរឬទេប៉ុន្តែពេលនោះលោកតានិយាយថាគឺមិនបានទេចៅបានត្រឹមតែគោរពព្រះអង្គពីខាងក្រៅតែប៉ុណ្ណោះអញពេលនោះដោយមិនហ៊ានសួរនាំទៅលើលោកតាអ្វីទៀតអញបានត្រឹមតែដើរមើលជុំវិញទីតាំងនោះតែប៉ុណ្ណោះអញឃើញពន្លឺពណ៌មាសចាំងចេញមកឡើងស្អាតជាពិសេសបែកចេញជាពន្លឺ7ពណ៌តែម្ដងអញសប្បាយចិត្តខ្លាំងណាស់អញមិនចង់ចេញពីទីតាំងនោះឡើយព្រោះមិនដែលឃើញតតែសោះហាពន្លឺណាដែលស្អាតអញ្ចឹងដំបងអញស្មាតតែពន្លឺចង្គៀងគេអុចខាងក្នុងតើនៅពេលដែលពិនិត្យមើលចុះពិនិត្យឡើងក៏ឃើញថាវាគឺជាពន្លឺពណ៌មាសវាមិនមែនជាពន្លឺចង្គៀងនោះទេបន្ទាប់មកលោកតាក៏បាននិយាយប្រាប់មកកាន់អញថាតោះចៅជិតដល់ពេលវេលាហើយអញគ្រាន់តែឮបែបនេះអញមិនទាន់បានទាំងសួរលោកផងលោកក៏បានមកដឹកដៃអញដូចរាល់ដងអញ្ចឹងនៅពេលនោះវាស្រាប់តែងងឹតសូន្យឈឹងមើលអ្វីមិនឃើញទាល់តែសោះប៉ុន្តែនៅពេលដែលមកដល់ទីតាំងស្រាប់តែក្រឡេកទៅឃើញទីនោះគឺជាកន្លែងព្រះគោព្រះកែវដែលអញធ្លាប់មកអុជធូបជាមួយនឹងពួកឯងនឹងអញពេលនោះក៏បានព្យាយាមសម្លឹងរកមើលពួកឯងប៉ុន្តែមិនឃើញនោះទេនៅពេលដែលបែរមុខមកវិញស្រាប់តែក្រឡេកឃើញពន្លឺអ្វីម្យ៉ាងគឺភ្លឺខ្លាំងណាស់ចេញពីរាងកាយរបស់ព្រះគោបែកចេញជាពន្លឺពណ៌មាសតែម្ដងនៅពេលនោះ
អញក៏បានលិតជង្គង់សំពះលោក3 ដងស្រាប់តែពេលនោះពន្លឺពណ៌មាសអំបញ្ញមិញស្រាប់តែបាត់រលីងលេចចេញនៅរូបរាងគោមួយក្បាលនិងមនុស្សម្នាក់ដែលមានសម្លៀកបំពាក់ដូចជាស្ដេចអញ្ចឹងភ្លឺខ្លាំងណាស់អញមើលមិនឃើញលោកទាំងស្រុងនោះទេឃើញតែពន្លឺចេញពីរាងកាយរបស់លោកតែប៉ុណ្ណោះពន្លឺនោះមិនមែនធម្មតាទេឡើងចង់ខ្វាក់ភ្នែកអញទៅហើយនៅពេលដែលអញបើកភ្នែកមកវិញស្រាប់តែឃើញពួកឯងកំពុងតែអង្គុយនេះអញពេលនោះអញឆ្ងល់ដែរថាពួកឯងនាំគ្នាដើរមកពីណាអញខំតែងាករកពួកឯងដើម្បីឲ្យមកមើលពន្លឺចម្លែកនេះប៉ុន្តែអញរកមើលអត់ឃើញសោះអ៊ំលុនអ៊ំខួននិងនីឌឿនពេលនោះគឺថាស្ដាប់អ៊ំបឿននិយាយឡើងចំហមាត់ទៅហើយនៅពេលនោះនីឌឿនក៏បាននិយាយដែរថាចុះឯងអត់ដឹងថាខ្លួនឯងសន្លប់ទេអីពេលដែលឯងបើកភ្នែកមកឃើញអញនៅមុខបែបនេះគឺកំពុងតែរត់ទ្រង់ឯងនោះហើយអញស្មានតែឯងខុសមាត់ខុសកជាមួយនឹងលោកតាតើបន្ទាប់មកនីឌឿនក៏បានសួរទៅកាន់អ៊ំលុននិងអ៊ំខួនថាខ្ញុំឆ្ងល់ណាស់បងអាបឿនវាមិនដែលមកទីនេះនោះទេមិនដេចបានជាវាមាននិស្ស័យលោកតានាំវាដើរមើលបែបនេះអ៊ំខួនពេលនោះក៏បាននិយាយដែរថានេះប្រហែលជាមកពីជាប់តាក់ទងជាមួយនឹងអតីតជាតិរបស់វាហើយទើបនាំឲ្យវាមាននិស្ស័យជាមួយនឹងលោកបែបនេះខ្ញុំក៏មិនដឹងដែរដោយសារតែសមាធិឃើញត្រឹមតែលោកតាដឹកដៃវាដើរលេងតែប៉ុណ្ណោះហើយលោកតាបាននិយាយប្រាប់ថាគឺគ្រាន់តែនាំវាដើរមើលជុំវិញនោះទេកុំភ័យអីនេះបើតាមសម្ដីលោកតានិយាយប្រាប់អំឡុងពេលដែលខ្ញុំជាមួយនឹងអាលុនសមាធិទៅមើលវានោះនៅពេលនោះគាត់ទាំង4នាក់មិនទាន់ចេញពីទីតាំងនោះទេនៅអង្គុយលេងនៅទីតាំងនោះនៅឡើយអ៊ំបឿនពេលនោះស្រាប់តែគាត់និយាយថាណែអាលុនអាខួននិងអាឌឿនហើយគិតមើលបើសិនជាអញអាចឃើញបែបនេះឯងសាកសមាធិលោមើលគឺលោអាចឃើញដូចអញអញ្ចឹងព្រោះលោកតានិយាយប្រាប់អញច្បាស់ណាស់ពួកយើងទាំង4នាក់គឺមាននិស្ស័យនៅទីនេះខ្លាំងណាស់ឥឡូវឯងសាកសមាធិសិនមើលអ៊ំលុនអ៊ំខួននិងនីឌឿនពេលនោះក៏យល់ស្របទៅលើសម្ដីរបស់អ៊ំបឿនបន្ទាប់មកគាត់ទាំង3នាក់ក៏នាំគ្នាអង្គុយសមាធិយកតែម្ដងអត់តែអ៊ំបឿននោះទេគាត់នៅអង្គុយចាំមើលផ្លូវឲ្យលុះមួយសន្ទុះក្រោយមកស្រាប់តែពួកគាត់ទាំង3នាក់ក៏បានដឹងខ្លួនមកវិញគាត់ថាប្រហែលជាកន្លះម៉ោងជាងឯណោះទម្រាំតែអ្នកទាំង3នាក់នោះដឹងខ្លួនមកវិញបន្ទាប់មកអ៊ំបឿនក៏បានសួរនាំទៅកាន់អ្នកទាំង3នាក់នោះថាអើយ៉ាងម៉េចហើយតើមានឃើញដូចអញដែរឬក៏អត់នីឌឿនពេលនោះឆ្លើយមុនគេនិយាយថាពីដំបូងអត់ឃើញទេឃើញតែភាពងងឹតជុំវិញខ្លួនតែប៉ុណ្ណោះលុះមួយសន្ទុះក្រោយមកស្រាប់តែលេចចេញនៅពន្លឺពណ៌មាសអ្វីម្យ៉ាងអញពេលនោះអញរៀងភ័យដែរដោយសារតែពន្លឺនោះវាចាប់ផ្ដើមធំទៅធំដល់ថ្នាក់អញឡើងចាំងភ្នែកតែម្ដងទើបធ្វើឲ្យអញដឹងខ្លួនមកនេះប៉ុន្តែពេលនោះអញសង្កល់ឃើញនឹងឆ្ងល់ដែរថាពន្លឺនោះហេតុអ្វីបានជាបញ្ចេញនៅពន្លឺពណ៌មាសបៃតងខ្ចីដោយឯងនិយាយប្រាប់អញអញ្ចឹងចំណែកឯអ៊ំលុនវិញអ៊ំលុនក៏បាននិយាយម្ដងចំពោះអញឃើញមិនដូចនីឌឿននោះទេអញឃើញដំបូងគឺអញឃើញពណ៌បៃតងខ្ចីចេញពីក្នុងល្អាងមួយគឺមិនមានពន្លឺពណ៌មាសទាល់តែសោះគឺចេញពន្លឺពណ៌បៃតងយកតែម្ដងអញពេលនោះក៏បានដើរចូលទៅក្នុងល្អាងនោះពេលនោះស្រាប់តែក៏លេចទៅឃើញនារីម្នាក់ដែលគ្រងទៅដោយគ្រឿងអលង្ការឡើងពេញខ្លួនគ្រឿងអលង្ការនីមួយបញ្ចេញពន្លឺពណ៌មាសលាយជាមួយនឹងពណ៌បៃតងពេលនោះអញបំរុងតែដើរទៅគៀកទៅហើយស្រាប់តែពន្លឺនោះភ្លឺខ្លាំងទៅចាំងភ្នែកអញទើបធ្វើឲ្យអញដឹងខ្លួនបែបនេះអ៊ំបឿនពេលនោះនៅពេលដែលស្ដាប់សម្ដីអ៊ំលុននិងនីឌឿននិយាយរួចរាល់អស់ហើយក៏បានសួរទៅកាន់អ៊ំខួនម្ដងអ៊ំខួនបានបន្តរៀបរាប់មកថាអញខុសពីពួកឯងដំបូងអញឃើញតែភាពងងឹតដូចតែពួកឯងអញ្ចឹងប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែក៏លេចទៅឃើញលោកតាម្នាក់កំពុងតែអង្គុយនៅលើដុំថ្មមួយដុំ
ថែមទាំងមានឈើច្រត់មួយដើមទៀតផងអញពេលនោះក៏បានទៅលិតជង្គង់សំពះលោក3 ដងរួចក៏បានសួរនាំទៅកាន់លោកថាតើទីនេះគឺជាកន្លែងណាទៅលោកតាពេលនោះក៏បានមានសង្ឃដីកាជាមួយនឹងអញថាទីនេះគឺជាកន្លែងរបស់លោកតាតើចៅចង់ដើរមើលជុំវិញនេះដែរឬទេអញពេលនោះក៏បានយល់ព្រមដើរទៅតាមគាត់លុះអញដើរចុះដើរឡើងស្រាប់តែទៅដល់ទីតាំងមួយទីតាំងនោះប្រៀបបានដូចជាកូនភ្នំមួយអញ្ចឹងនៅពេលដែលអញក៏លេចទៅលើកូនភ្នំនោះស្រាប់តែឃើញស្ដេចនាគមួយអង្គបានបើកពែនៅចំពីលើកូនភ្នំនោះតែម្ដងចំណែកឯចំនួនប្រកេះរបស់លោកមានរហូតទៅដល់9ឯណោះវើយអញពេលនោះភ័យឡើងញ័រសាច់តែម្ដងមិនដែលឃើញតួតែសោះអ៊ំបឿនពេលនោះក៏បានលូកមាត់និយាយមកថាហើយឃើញអត់អញថាមែនគឺមែនលោកគឺពិតជាឲ្យពួកឯងបានឃើញពិតប្រាកដមែនមិនមែនបានឃើញតែអញឯណាអ៊ំបឿនពេលនោះនៅតែបន្តនិយាយទៀតថាតាំងក៏ពិតទៅពួកឯងមិនដឹងនោះទេអំឡុងពេលដែលអញរត់ទៅបន់នៅកន្លែងព្រះគោនោះអញបានបន់ស្រន់ទៅកាន់លោកថាកូនចៅពិតជាគោរពស្រឡាញ់ទឹកដីនេះមែនតែនកូនចៅមកនេះគ្រាន់តែចង់ដឹងពីប្រវត្តិខ្លះនៅទីនេះតែប៉ុណ្ណោះព្រោះល្បីឮថាទឹកដីនេះគឺជាទឹកដីស័ក្តិសិទ្ធិនិងជាទឹកដីដែលស្ដេចនាគគង់នៅអញពេលនោះអញបន់តែប៉ុណ្នេះនោះទេអញមានអារម្មណ៍ថាដូចជាស្រឡាញ់ទឹកដីនេះខ្លាំងណាស់ពួកគាត់ពេលនោះគឺជជែកគ្នាតែប៉ុណ្នេះប៉ុណ្ណោះគឺមិនបានដើរទៅណាទីនោះទេប៉ុន្តែនៅពេលដែលគាត់ចុះមកវិញអ៊ំខួនក៏បាននិយាយដែរថាទឹកដីនេះគឺមិនមែនធម្មតាទេដោយគេល្បីឈ្មោះអញ្ចឹងអញថារឿងរ៉ាវច្រើនណាស់ដែលវាអាចកំបាំងនៅទីនេះហើយគិតមើលទៅរាល់ការសមាធិមើលរបស់ពួកយើងគឺឃើញសតែរបស់ចម្លែកជាពិសេសអញបានឃើញស្ដេចនាគដូចដែលគេល្បីអញ្ចឹងប៉ុន្តែពេលនោះក៏ត្រូវបានអ៊ំបឿនគាត់បន្តពីក្រោយថាអាខួនឯងដូចអញដែរចាំមើលនៅពេលដែលអញទំនេរអញនឹងមកលេងទីនេះអញមកលេងផ្ទះអ៊ំអញឲ្យបានញឹកញាប់តែម្ដងព្រោះអញមានអារម្មណ៍ថានៅពេលដែលអញឡើងមកដល់ទីនេះដូចជាមានអារម្មណ៍ចម្លែកដូចធ្វើឲ្យចិត្តអញសប្បាយរីករាយនៅកន្លែងនេះតែម្ដងបន្ទាប់មកពួកគាត់ទាំង4នាក់ក៏នាំគ្នាដើរទៅមើលចាយដីរបស់ព្រះបាទច័ន្ទរាជាតាមដំណើររបស់នាយឌឿនដែលគេបានស្គាល់និងជូនទៅនៅពេលដែលទៅដល់ក៏ឃើញថាចាយដីនោះវារៀងទ្រុឌទ្រោមខ្លះទៅហើយអ៊ំបឿនពេលនោះក៏បានផ្លុយនិងនិយាយមកថាចុំម្លេចបានជាខុសការដែលអញឃើញអញ្ចឹងការដែលអញឃើញចាយដីនេះស្អាតខ្លាំងណាស់ថែមទាំងមានបញ្ចេញពន្លឺពណ៌មាសចេញពីខាងក្នុងទៀតផងជាពិសេសអញឃើញមានច្រកចូលប៉ុន្តែឥឡូវម្លេចបានជាអត់មានសោះអញ្ចឹងអ៊ំលុនពេលនោះក៏បាននិយាយប្រាប់មកកាន់អ៊ំបឿនថាពេលដែលឯងឃើញនោះគឺដោយសារតែឯងមកតាមការវិញ្ញាណចំណែកឯងឃើញនេះគឺឃើញតាមរយៈការផ្ទាល់ភ្នែកគឺវាខុសគ្នាវើយវាមិនដូចគ្នានោះទេយើងមកតាមការវិញ្ញាណយើងឃើញអ្វីប្លែកៗច្រើនណាស់ប៉ុន្តែបើយើងមើលដោយភ្នែកទទេបែបនេះគឺឃើញបែបសាមញ្ញអញ្ចឹងបន្ទាប់ពីគាត់ទាំង4នាក់គោរពបូជាជុំវិញចាយដីរបស់ព្រះបាទច័ន្ទរាជារួចរាល់អស់ហើយគាត់ទាំង4នាក់ពេលនោះក៏បានចុះពីទីតាំងភ្នំឧដុង្គនោះតែម្ដងដើរតាមផ្លូវអ៊ំបឿនក៏បាននិយាយដែរថាយើងគួរតែទៅមើលទីតាំងល្ខោនតែម្ដងទៅអីចាំបាច់ដើរទៅផ្ទះធ្វើអីគង់តែដើរមកវិញដដែលហ្នឹងអ៊ំខួនឮបែបនេះក៏បានបន្តពីក្រោយគាត់ថាឯងប្រហែលជាចង់ទៅមើលនារីម្នាក់ដែលជាអ្នកលក់កំពីងថ្នោតហើយមើលទៅបានជាមិនទាន់ចង់ទៅផ្ទះបែបនេះអ៊ំលុនពេលនោះក៏បាននិយាយបន្ថែមថាអញថាអានឹងប្រហែលជានឹកគេហើយចុះឯងទៅយ៉ាងម៉េចបើទើបតែថ្ងៃត្រង់បែបនេះហ្នឹងគេមិនមែនមកលក់ថ្មនេះឯណាអញថាយើងគួរតែទៅផ្ទះសិនទៅខ្លាចអ៊ំប្រុសអ៊ំស្រីគាត់បារម្ភគាត់និយាយបានតែត្រឹមនេះទាំង4នាក់គ្នាគាត់ក៏ដើរសម្ដៅទៅផ្ទះរបស់គាត់តែម្ដងដោយដឹងហើយថាទោះបីជាពួកគាត់ទៅទីតាំងគេលេងល្ខោនគេក៏មិនទាន់លេងថ្មនេះដែរប៉ុន្តែប្រហែលមកពីអ៊ំបឿនគាត់នឹកគេហើយមើលទៅបានជាគាត់
បងខំឲ្យទាំង3នាក់គ្នាគាត់នេះទៅទីតាំងដែលគេលេងល្ខោនជាពិសេសគឺទៅកន្លែងម្នាក់ស្រីលក់កំពីងថ្នោតនឹងតែម្ដងនៅតាមផ្លូវដែលគាត់ដើរមកផ្ទះវិញនោះស្រាប់តែជួបអាប៉ុន្មានអ្នកដែលគាត់វាយឲ្យសន្លប់កាលពីយប់មិញបរោះម្នាក់ដែលនៅក្នុងចំណោមគេនោះគ្រាន់តែក្រឡេកឃើញពួកគាត់ភ្លាមវាស្រាប់តែហេមករកពួកគាត់តែម្ដងប៉ុន្តែហេមកនេះវាមិនមែនមកវាយពួកគាត់នោះទេវាបានមកសួរសុខទុក្ខគាត់ជាធម្មតាមើលទៅប្រហែលជាខ្លាចពួកគាត់ហើយមើលទៅព្រោះកាលពីយប់នោះរៀងធ្ងន់ដៃគួសមដែរទើបធ្វើឲ្យគេរៀងបាក់ស្បាតបែបនេះគាត់ថាវាដើរមកនោះមុខរបស់វាមួយចំហៀងឡើងហើមពូបើមើលឲ្យចំពីមុខរបស់គេខៀវថ្ពាល់មួយចំហៀងខាងស្ដាំទៀតផងនៅពេលដែលមកជួបពួកគាត់បែបនេះបរោះម្នាក់នោះក៏បានសួរទៅកាន់ពួកគាត់ថាបងឯងទៅណាផ្ទះរបស់បងឯងនៅជិតនេះដែរមែនខ្ញុំសូមទៅលេងផងខ្ញុំមិននឹកស្មានថាថ្ងៃមុនខ្ញុំទាស់សម្ដីជាមួយនឹងក្រុមបងឯងទាស់តែសោះមិនអីទេបងតំបន់នេះគឺជាតំបន់ខ្ញុំកាន់កាប់ហើយបើអ្នកណារករឿងបងមកប្រាប់ខ្ញុំមកនេះឌឿនពេលនោះបំរុងតែនឹងហាមាត់និយាយឲ្យក្រុមគេទាំងប៉ុន្មានអ្នកទៅលេងផ្ទះរបស់គេទៅហើយស្រាប់តែអ៊ំខួនគាត់និយាយកាត់មុនគាត់បាននិយាយថាខ្ញុំគ្រាន់តែដើរមកលេងទីនេះប៉ុណ្ណោះមិនមែនមានផ្ទះនៅតំបន់នេះឡើយផ្ទះរបស់ខ្ញុំនៅឆ្ងាយគួរសមដែរបងប៉ុន្តែដោយសារតែដឹងថានៅវត្តនេះមានគេដាក់ល្ខោនទើបពួកខ្ញុំនាំគ្នាមកមើលដូច្នេះបុរសម្នាក់នោះនៅតែបន្តសួរមកកាន់គាត់ទៀតថាចុះបងទៅផ្ទះថ្ងៃណាដែរបើសិនជាមិនទាន់ទៅទេបងគួរតែនៅមើលល្ខោនមួយយប់ទៀតទៅព្រោះល្ខោនគេដាក់រហូតដល់3យប់3ថ្ងៃឯនោះបងនាយឌឿនពេលនោះគេឆ្លើយលឿនតែម្ដងគេនិយាយថាបងខ្ញុំនៅមើលមួយយប់ទៀតតើអជាស្រ័យផងណាបងដែលបានប៉ះពាល់បងកាលពីយប់មិញបរោះដែលបានមកសួរនាំគាត់នោះក៏បានឆ្លើយថាបាទបងមិនអីទេប៉ុន្តែមើលទៅទឹកមុខរបស់គេហាក់បីដូចជាមិនដូចចិត្តគេទាល់តែសោះចំណែកឯអ៊ំខួននិងអ៊ំលុនគាត់បានដឹងទៅហើយថាបរោះនោះគេមានបំណងអ្វីគ្រាន់តែគេលាក់ពុតតែប៉ុណ្ណោះចំណែកឯនេះឌឿនគេមិនបានដឹងទេថាបរោះនោះគេមានបំណងអ្វីបរោះម្នាក់ដែលបានសួរនាំគាត់នោះក៏បានសួរគាត់បន្តទៀតថាចុះឥឡូវបងដើរទៅផ្ទះដែលបងមកលេងនឹងមែនតើអាចឲ្យខ្ញុំសូមទៅលេងផ្ទះបងនិងសូមរាប់អានបងផងបងដោយសារតែលើកមុនខ្ញុំបានលើកខ្វះជាមួយនឹងក្រុមបងទៅហើយដូចនេះខ្ញុំសូមរាប់អានជាមួយនឹងក្រុមបងផងអ៊ំលុនពេលនោះក៏បានលូកមាត់និយាយមកថាខ្ញុំដើរមកនេះមិនមែនមកពីផ្ទះទេបងគឺខ្ញុំដើរទៅលេងភ្នំតើបងចង់ឡើងទៅលើភ្នំដែរមែនបរោះម្នាក់នោះនៅពេលដែលគេសួរនាំរឿងផ្លូវទៅផ្ទះរបស់គាត់ទាំង4នាក់មិនបានបែបនេះគេក៏មិនបាននិយាយអ្វីបន្តទៀតដែរគេក៏បានដើរចេញពីទីតាំងរបស់ពួកគាត់វិញដោយកសែភ្នែករបស់គេគឺដៀងមកមើលក្រុមពួកគាត់រហូតតាមមើលទៅពួកគេដូចជាមិនមានបំណងល្អមកកាន់ពួកគាត់ឡើយនៅពេលដែលពួកវាដើរផុតចេញពីផ្លូវរបស់គាត់ទៅគាត់ក៏បានដើរទៅផ្ទះរបស់គាត់ជាធម្មតាដោយនៅតាមផ្លូវអ៊ំលុននិងអ៊ំខួនបាននិយាយថាអាពួកនេះវាប្រហែលជាមករករឿងយើងហើយមូលហេតុឲ្យវាសួររកផ្ទះយើងបែបនេះវាបំរុងមកកាប់យើងដល់ផ្ទះតែម្ដងមើលទៅក្រុមរបស់វាប្រហែលជាគុំមកលើពួកយើងខ្លាំងណាស់នាយឌឿនពេលនោះក៏បានសួរទៅកាន់គាត់ថាចុំមិនបានជាបងឯងដឹងអ៊ំលុនពេលនោះក៏បាននិយាយដែរថាមិនបានជាមិនដឹងយ៉ាងម៉េចបើវាសួរមកវាសួររកតែផ្ទះយើងមនុស្សប្រភេទនេះយើងមិនអាចទុកចិត្តបាននោះទេស្រួលមិនស្រួលវានាំគ្នាវាមកកាប់ពួកយើងដល់ផ្ទះតែម្ដងបើត្រឹមតែប៉ះពួកយើងមិនអីទេខ្លាចតែប៉ះជាមួយនឹងក្រុមគ្រួសារម្ដាយឪពុករបស់យើងឯណោះទើបនាំឲ្យយើងពិបាកបែបនេះព្រោះបើតាមយើងមើលទៅពួកវាគឺជាក្មេងឈាមរាវណាមួយវាកំពុងតែគុំមកកាន់ក្រុមយើងផងដូចនេះវាប្រកាសជាមកសងសឹកក្រុមយើងជាក់ជាមិនខានបន្ទាប់ពីពួកគាត់និយាយចុះនិយាយឡើងក៏បានធ្វើដំណើរដល់ផ្ទះរបស់គាត់អំឡុងពេលនោះវាម៉ោងចូលប្រហែលជា1ថ្ងៃត្រង់បាត់ទៅហើយនៅពេលដែលមកដល់
ក៏នាំគ្នាហូបបាយថ្ងៃត្រង់អញ្ចឹងទៅដោយពេលនោះគឺបានលើសម៉ោងហូបបាយបាត់ទៅហើយដោយសារតែគាត់ជាប់រវល់ដើរលេងនៅលើភ្នំម្ដងយូរពេកបន្ទាប់ពីពួកគាត់ហូបបាយរួចរាល់អស់ហើយលោកពូរបស់នាយឌឿនក៏បានទៅទិញត្នោតជូរមកបន្ថែមទៀតដោយសារតែត្នោតជូរគាត់ហូបកាលពីយប់មិញវាជូរណាមួយវាចង់ខូចបាត់ទៅហើយគាត់ពេលនោះមិនទាន់ទាំងហូបបាយត្រង់មាត់ស្រួលបួលផងត្នោតជូរស្រាប់តែមកដល់ល្មមនិយាយទៅពូរបស់នាយឌឿនគាត់ចាំតែពួកគាត់ទាំង4នាក់ចុះពីលើភ្នំតែប៉ុណ្ណោះដោយសារតែណាមួយគាត់អបសុកហើយមួយវិញទៀតយូរគាត់ជួបគ្នាម្ដងដូចនេះគួរតែហូបឲ្យអស់ដៃទៅនិយាយទៅពួកគាត់ទាំងអស់គ្នាគឺហូបសប្បាយខ្លាំងណាស់សូម្បីតែសាច់ខ្លែមក៏មិនខ្វះឡើយមាន់ទាដែលគាត់បានចិញ្ចឹមគឺថាមិនខ្វះនោះទេត្រឹមវាយ3 4អីយកមកខ្លែមនោះលុះពួកគាត់ហូបចុះហូបឡើងល្ងាចក៏បានចូលមកដល់អំឡុងពេលនោះម៉ោងគឺវាចូលប្រហែលជា6ល្ងាចបាត់ទៅហើយចំណែកឯអ៊ំប្រុសអ៊ំស្រីគាត់បានទៅទីតាំងកន្លែងដែលគាត់រៀបចំមើលល្ខោននោះមុនបាត់ទៅហើយនៅតែក្រុមពួកគាត់ទាំងប៉ុន្មានអ្នកនោះទេនៅតែបន្តផឹកត្នោតជូរនោះជាធម្មតាដោយពួកគាត់មិនទាន់ទៅទីតាំងដែលគេលេងល្ខោនឡើយនិយាយទៅគាត់ហូបបណ្ដាគាត់ជជែកគ្នាបណ្ដាគាត់និយាយពីនេះពីនោះអំឡុងពេលនោះគាត់ទាំង4នាក់មិនបានប្រាប់ទៅកាន់លោកពូរបស់នាយឌឿននោះទេថាគាត់យប់មិញបានឆ្លោះជាមួយនឹងក្មេងទំនើងនៅតំបន់នោះគឺគាត់លាក់ការមិនឲ្យដឹងឡើយដោយសារតែខ្លាចពូរបស់នាយឌឿនគាត់បារម្ភលោកគាត់ទាំង5នាក់ហូបជជែកម៉ោងក៏ចូល7ល្ងាចបាត់ទៅហើយដូចនេះគាត់ទាំង5នាក់ក៏ចាប់ផ្ដើមសង្វឹងបណ្ដាហើយពេលនោះអ៊ំបឿនក៏បាននិយាយមកថាតោះយើងគួរតែនាំគ្នាទៅមើលល្ខោនទៅម៉ោងគឺវាយប់ជ្រៅទៅហើយអ៊ំខួនគ្រាន់តែឮបែបនេះស្រាប់តែគាត់និយាយមកថាឯងទៅមើលល្ខោនឬក៏ចង់ទៅជួបនារីដែលជាអ្នកលក់កំពីងត្នោតនោះបន្ទាប់មកគាត់ទាំង3នាក់ក៏នាំគ្នាសោចឡើងកិលដោយសារតែដឹងពីអត្តចរិតរបស់អ៊ំបឿនទៅហើយអ៊ំបឿនពេលនោះគាត់និយាយត្រង់តែម្ដងគាត់ថាអញទៅនេះគឺទៅជួបនាងនោះហើយនិយាយមកអាងតែខ្លួនមានប្រពន្ធហ្មងបន្ទាប់មកគាត់ទាំង3នាក់ពេលនោះក៏នាំគ្នាសោចបន្តទៀតពូនាយឌឿនពេលនោះដោយសារតែគាត់ឆ្ងល់គាត់ក៏សួរថាក្មួយចាប់អារម្មណ៍នារីដែលជាអ្នកលក់កំពីងត្នោតនោះមែនអ៊ំខួនគាត់បំរុងតែនឹងហាមាត់និយាយប្រាប់ទៅហើយស្រាប់តែនាយឌឿននិយាយមុនថាបាទត្រូវឲ្យពូអាបឿនវាបានលួចស្រឡាញ់នារីម្នាក់ដែលជាអ្នកលក់កំពីងត្នោតវាទៅនេះប្រហែលជាចង់ទៅជួបគេហើយមើលទៅព្រោះស្អែកឮថាបងខួនគាត់បំរុងតែនឹងទៅផ្ទះវិញហើយពូរបស់នាយឌឿនគាត់ឮបែបនេះគាត់ក៏បាននិយាយបន្ថែមថាអញ្ចឹងគួរតែជូនគ្នាទៅព្រោះស្នេហាថ្មងថ្មីឬក៏ការលួចស្រឡាញ់គេបែបនេះអន្តេសាខ្លាំងណាស់បន់ឲ្យតែបានជួបគេនោះទេនិយាយទៅពូរបស់នាយឌឿនគាត់និយាយដូចដឹងអញ្ចឹងដោយសារតែគាត់មានប្រពន្ធដូចនេះគឺគាត់ឆ្លងកាត់មុនបាត់ទៅហើយពួកគាត់ទាំង5នាក់ពេលនោះក៏នាំគ្នាឈប់ហូបត្នោតជូរដោយដើរសំដៅទៅទីតាំងគេលេងល្ខោនតែម្ដងនៅតាមផ្លូវគាត់នាំគ្នានិយាយលេងរហូតជាពិសេសគាត់និយាយប្រាប់ទៅកាន់អ៊ំបឿនតែម្ដងគាត់និយាយថាណែអាបឿនឯងច្បាស់នៅថាបានស្គាល់ផ្ទះរបស់គេអ៊ំបឿនពេលនោះនិយាយថាអញអត់ដឹងដែរគេគ្រាន់តែប្រាប់អញប៉ុណ្ណោះគេថានៅមុខផ្ទះរបស់គេមានដើមក្រសាំងយ៉ាងធំមួយដើមអញមិនទាន់បានទៅផងចុះឯងគិតមើលអាឡ័យតែឡើងទៅលើភ្នំម្ដងមានពេលណាទៅមើលមុខផ្ទះរបស់គេពួកគាត់ទាំងប៉ុន្មានអ្នកពេលនោះក៏នាំគ្នាសើចរបៀបអស់សំណោចនិងសម្ដីរបស់អ៊ំបឿនប៉ុន្តែគាត់នៅតែបន្តដើរទៅជាធម្មតាមួយសន្ទូធំឯណោះបានពួកគាត់ដើរទៅដល់ទីតាំងដែលគេលេងល្ខោនចំណែកឯពូរបស់គាត់គឺមិនបានទៅជាមួយនឹងគ្នារបស់គាត់ទាំង4នាក់នោះទេគាត់បានទៅអង្គុយទីតាំងដែលអ៊ំរបស់គាត់ក្រាលទុកឯណោះចំណែកឯពួកគាត់ទាំង4នាក់នេះវិញគឺមិនបានទៅកន្លែងគេមើលល្ខោនឡើយគឺបានជូនអ៊ំបឿនទៅទីតាំងម្នាក់ស្រីដែលលក់កំពីងត្នោតនោះគ្រាន់តែគ្នារបស់គាត់ទាំង4នាក់ដើរទៅដល់ទីតាំងដែលគេលក់កំពីងត្នោតនោះស្រាប់តែឃើញនារីនោះមកលក់កំពីងត្នោតពិតប្រាកដមែនប៉ុន្តែនៅពេលនោះ
ក៏បានឃើញបរោះទាំងប៉ុន្មានអ្នកនិយាយទៅគ្នារបស់វាមិនមែនមាន9អ្នកដោយការដែលគាត់បានឃើញការពីយប់មុននោះទេគឺមានរហូតដល់10អ្នកជាងឯណោះវាបានមកអង្គុយលេងនៅទីតាំងកន្លែងគេលក់កំពីងថ្នោតនោះតែម្ដងមើលទៅប្រហែលជាមកចាំពួកគាត់ហើយក៏អាចថាបានចំណែកឯក្រុមរបស់គាត់ទាំង4នាក់វិញគឺមិនបានខ្លាចវានោះទេដោយសារតែដឹងហើយថាវាមិនមែនជាដៃគូរបស់ពួកគាត់ឡើយមើលទៅវាមកលើនេះប្រហែលជាចង់លេងអាវុធផងក៏អាចថាបានអ៊ំលុនពេលនោះក៏បាននិយាយប្រាប់ថាត្រូវតែប្រយ័ត្នពួកវាមកលើកនេះមិនមែនលេងដោយដៃនោះទេវាអាចនឹងយកកំបិតមកតាមខ្លួនទៀតផងដើរទៅដល់ទីតាំងនារីដែលជាអ្នកលក់កំពីងថ្នោតនោះពួកវាស្រាប់តែក្រឡេកឃើញពួកគាត់រួចក៏នាំគ្នាស្ទុះមកប៉ុន្តែពេលនោះវាមិនបានធ្វើអីមកកាន់ក្រុមគាត់ឡើយវាគ្រាន់តែដើរមកនិយាយថាអូបងឯងមកលេងទីនេះដែរមែនមិនអីទេកាលពីមុនខ្ញុំប៉ះពាល់ទៅកាន់ក្រុមបងហើយសូមបងអធិស្ឋានផងណាបងអ៊ំខួនពេលនោះក៏បាននិយាយដែរថាបាទបងបាទមិនអីទេយើងលើខ្វះគ្នាបន្តិចបន្តួចហើយសូមបងអធិស្ឋានមកកាន់ពួកខ្ញុំផងមេរបស់វាម្នាក់ដែលមើលទៅមុខមាត់នៅហើមនៅឡើយថែមទាំងខៀវថ្ពាល់មួយចំហៀងទៀតផងនោះក៏បាននិយាយដែរថាអញ្ចឹងបងគួរតែដើរទៅលេងទីតាំងប្អូនម្ដងទៅនោះទីតាំងរបស់ប្អូនគឺនៅខាងនោះប្អូនកំពុងតែហូបថ្នោតជូរលេងជាធម្មតាបើសិនជាបងចាប់អារម្មណ៍បងចាំទៅហូបថ្នោតជូរជាមួយនឹងប្អូនម្ដងទៅដើម្បីជាការរាប់អានគ្នាណាបងនិយាយបានតែប៉ុណ្ណេះបុរសម្នាក់នោះក៏បានដើរទៅមុននឹងដើរចេញទៅគេក៏បាននិយាយប្រាប់មកកាន់គាត់ថាបងកុំភ្លេចទៅណាបងអូនទៅចាំបងនៅទីតាំងនោះមុនអូនវាយមន់វាយទាឲ្យបងហូបយកតែម្ដងកុំភ្លេចណាបងយើងរាប់អានគ្នាទៅអ៊ំលុននិងអ៊ំខួនពេលនោះក៏ឆ្លើយតបមកវិញថាបាទបងបាទចាំពួកប្អូនទៅឥឡូវបងទៅមុនសិនចុះគាត់និយាយបានតែប៉ុណ្ណេះពួកនោះក៏នាំគ្នាដើរទៅដោយកសែភ្នែកដៀងមើលមកកាន់ពួកគាត់រហូតមើលទៅប្រហែលជាវាគិតថាពួកគាត់ទាំង4នាក់នេះគឺចូលសងរបស់ពួកវាហើយចំណែកឯសាច់រឿងរបស់យើងប្អូនសូមបញ្ចប់តែត្រឹមនេះសិនសូមបងប្អូនរងចាំភាគបន្តទៀតភាគបន្តគឺជារឿងដែលល្អមើលខ្លាំងណាស់គឺសាហាវយកតែម្ដងតាក់ទងជាមួយនឹងការលេងសឹកអាគមនៅក្នុងវងល្ខោនតែម្ដងនិយាយទៅវគ្គចុងក្រោយរបស់ពួកគាត់នេះគឺសាហាវខ្លាំងណាស់ហើយវាវែងទៀតផងដូចនេះទើបប្អូនកាត់ជាកង់បែបនេះសូមអភ័យទោសពីសំណាក់អ្នកស្ដាប់ទាំងអស់គ្នាផងបាទដោយសារតែប្អូនចេញវីដេអូយឺតយ៉ាវព្រោះមួយរយៈនេះអូនមានការរវល់រហូតជាចុងក្រោយខ្ញុំបាទសុខឃីមមានតែម្រាមដៃ10នោះទេសូមអរគុណសូមជម្រាបលា